Hello សួស្តីអ្នកនរគ្នាខ្ញុំបាទស្មីតាកុំឲ្យអ្នកនរគ្នាខាតពេលវេលាអ្នកនរគ្នាយូរអីនិយាយបន្តិចសោះយូរដែរច្រឡំចូលទី chapter ទី18តែម្ដងទៅឥឡូវនេះពួកគេកំពុងតែសម្លឹងមើលមុខគ្នាហើយដែលអ៊ីមរបស់យើងបានដឹងថាមើលតែពីរនាក់នេះសិតតែស្ថិតនៅកម្រិត S rank តែម្ដងប៉ុន្តែយ៉ាងណាក៏ដោយហាក់បីដូចជាដែលអ៊ីមរបស់យើងមិនខ្លាំងនោះទេព្រោះថាគេមានជួយនឹងជាម្ចាស់គ្រប់គ្រងទឹកដីគេទទួលបានជួយនឹងសមត្ថភាពដែលបែងចែកការចងចាំរវាងម្ចាស់និងកូនចៅដូច្នេះវាជាឱកាសរបស់ដែលអ៊ីមរបស់យើងហើយដែលអ៊ីមរបស់យើងក៏បានរត់ទៅវាយវាតែម្ដងទៅកុំឲ្យខាត់ពេលវេលាយូររបស់ខ្លួនចំណែកដែលអ៊ីមិនរបស់យើងក៏បានដឹងថាពេលចិនអុងនឹងវាក៏កំពុងតែប្រឹងចាប់ដៃវាហើយប៉ុន្តែដែលអ៊ីមិនរបស់យើងបានដឹងពីការចងចាំនេះទទួលបានពីកាំងវូរួចទៅហើយដូច្នេះក៏បាន reflect ដៃរបស់ខ្លួនទាន់បន្ទាប់មកក៏បានជាកំដាប់ដៃរបស់ខ្លួននឹងវាសំពើទៅកាន់មុខរបស់វាចំគឺពេញតែម្ដងអបិចិនអុងនឹងក៏ភ្ញាក់ផងដែរប៉ុន្តែយ៉ាងណាក៏ដោយវានៅតែមិនចោលចាញ់ដូច្នេះវានៅតែប្រឹងរត់ដើម្បីទៅចាប់ដែលអ៊ីមិនរបស់យើងប៉ុន្តែសម្រាប់ដែលអ៊ីមិនរបស់យើងបានថយត្រឹមមួយជាហ៊ានបន្ទាប់មកជាជាមួយកំណាប់ដៃរបស់ខ្លួនវាយទៅកាន់អពេចិនអុងនេះម្ដងទៀតហើយមកដៃកដាមុខនេះមើលទៅពិតជាឆ្ងាញ់មែនតែនប៉ុន្តែយ៉ាងណាក៏ដោយក៏ត្រូវបានអពេចិនអុងនឹងចាប់កៅអៅជាប់បាត់ទៅហើយវាបីថាទោះបីជាចង់រត់ណាក៏រត់មិនរួចដែរប៉ុន្តែមិនអីនៅពេលដែលវាទាញមើលទៅការពិតទៅក៏អាវនោះគឺត្រូវបានរហ័យបាត់ទៅហើយវាមានការឆ្ងល់ជាខ្លាំងតើវាពិតជាអាចដឹងរឿងនេះមុនដោយរបៀបណាទៅប៉ុន្តែសម្រាប់ដៃរបស់យើងបាននិយាយថាហោះជាមួយក្បាច់កប៉េកពុកនេះខ្ញុំដឹងតាំងពីយូរព្រោះថាមុននឹងគេមើលទៅនេះគេក៏បានដឹងថាអ្នកដែលប្រើក្បាច់ជាមួយនឹងក្បាច់ជូដូគឺជាក្បាច់ដែលការពារខ្លួនដូច្នេះច្បាស់ថាគេនឹងប្រើចាប់កអាវរបស់ខ្ញុំនឹងយកមកបោកដូច្នេះគេបានហែកកអាវនេះមុនបាត់ទៅហើយអពេចិនអុងនឹងក៏តែភ្ញាក់ផ្អើលទៅប៉ុន្តែឥឡូវនេះដៃរបស់យើងបីថាខ្ញុំត្រូវតែសងសឹកឲ្យកាំងវូដកឲ្យមកជឿកតាមុខដីស្ប៉ាកបាត់ទៅហើយស្អីគេក៏ទៅមែនតែអាកូននេះវើយប៉ុន្តែសម្រាប់ថេយ៉ាងនេះវាក៏ភ្ញាក់ផ្អើលចំពោះសមត្ថភាពដៃរបស់យើងផងដែរដៃបានប្រាប់ថាហេអាក្បាលពណ៌លឿងចោលលឿនមកវើយអាយបញ្ញាផងឃើញនៅឆ្នោះហើយអាក្បាលលឿងពិតជាមិនការខឹងជាខ្លាំងអ្វីដែលខឹងបំផុតនោះដៃរបស់យើងគប់កៅឲ្យមកបាំងមុខវិញទៀតអាចចង្រៃយកឲ្យតែត្រូវថ្មងហើយប៉ុន្តែសម្រាប់ដៃបានដឹងថាបែថេយ៉ាងនឹងវាហាត់ជាក្បាច់មួយថៃអាវុធដែលវាប្រើជាពិសេសគឺប្រើក្បាច់ជើងហ្នឹងហើយដូច្នេះឥឡូវនេះដៃរបស់យើងបានដឹងពីក្បាច់នេះក៏បានប្រើយកក្បាច់ហៅថាបដូរទិសដៅឬក៏អាចហៅថាក្បាច់ដាម៉ាតូផងដែរហើយសំខាន់ទៀតដៃរបស់យើងក៏បានវាយវាចំកន្លែងថ្លើមរបស់វាផងដែរមើលទៅពិតជាចុកចាប់ជាខ្លាំងហើយម្ដាយនេះមិនដឹងថាអាចទៅរួចដល់របៀបណាទេញ៉ាមួយវាឆ្ងល់ហើយដើម្បីដៃរបស់យើងដឹងពីចរណារបស់វាមុនវាក៏បានពុះកាយប៉ុន្តែត្រូវបានដៃរបស់យើងអត់ផុតហើយក៏បានចាប់ករបស់វិញហើយបីថាហើយក៏បានធ្លាប់ប្រាយនឹងក្បាច់នេះដើម្បីអុកចំពោះតែជុកផងដែរឥឡូវនេះដៃរបស់យើងប្រាយនឹងជំនាញទេពកោសល្យប្រយុទ្ធបន្ទាប់មកក៏បានរៀនចេះជាមួយក្បាច់មួយថៃនេះផងដែរឥឡូវនេះដៃរបស់យើងបីថាហើយត្រៀមតែស៊ីវិញទៅអាក្បាលលឿងហើយអាក្បាលលឿងពួកឆ្ងល់ថាវាពិតជាចេះក្បាច់នេះដល់របៀបណាប៉ុន្តែកុំខ្វល់ចិនអីអ្នកគ្នាឥឡូវនេះដៃរបស់យើងវត្តជើងជាមួយនឹងចង្គង់របស់ខ្លួនហើយប្រើក្បាច់គឺចង្គង់ហោះអុកត្រឹមតែមួយចង្គង់តែប៉ុណ្ណោះបានធ្វើអាប៉ែថេយ៉ាងហ្នឹងគឺដេកស្ប៉ាកបាទៅហើយគឺដេកទាំងពីរនាក់ណាពីរនាក់ហ្នឹងពិតជាឆ្ងល់ជាខ្លាំងចំមកនេះខ្លាំងមែនវិញប៉ុន្តែសម្រាប់ដៃរបស់យើងបីថាដោយសារតែខ្ញុំមានការចងចាំពីពួកគេដូច្នេះខ្ញុំពិតជាមានឱកាសច្រើនហើយបាននិយាយបន្តថាឆាប់ជប់យកគ្នាទៀតមើលអាពួកក៏ទៅប៉ុន្តែសម្រាប់តែដៃរបស់យើងក៏ភ្ញាក់ផ្អើលព្រោះថាក៏បានលេចឡើងជួយអាប៉ែអាក្បាលក្រហមហ្នឹងបានទះដៃបីថាមើលទៅហើយពិតជាមានទេពកោសល្យមែនអាប្អូនណាដែលអាចយកឈ្នះជាមួយនឹងកូនចៅទាំងពីររបស់ខ្ញុំបានដៃរបស់យើងបើជាភ្ញាក់ផ្អើលចំពោះអាប៉ែនឹងព្រោះថាគេពិតជាអាចមើលដឹងពីកម្រិតអាហ្នឹងទេមិនដឹងថាវាស្ថិតនៅរាំងមួយណាបកនោះទេព្រោះថាប្រព័ន្ធក៏បានប្រាប់ថាអាប៉ែនេះវាស្ថិតលើនៅកម្រិត S rank ទៅទៀតប៉ុន្តែប្រព័ន្ធក៏បានប្រាប់ថាដោយសារតែសត្រូវលើសពីកម្លាំងប្រយុទ្ធរបស់អ្នកយ៉ាងហើយប្រព័ន្ធក៏បាននិយាយថានៅពេលដែលសត្រូវខ្លាំងជាងអ្នកច្បាស់ថា stamina និងភាពធន់និងជំនាញភ័យខ្លាចរបស់អ្នកនឹងត្រូវបានកើនឡើង5ដងដែលរបស់យើងបានគិតថាតើខ្ញុំអាចយកឈ្នះគេដោយរបៀបណាវានៅសល់តែត្រឹមមួយទីទៀតតែប៉ុណ្ណោះខ្ញុំពិតជាអស់កម្លាំងហើយប៉ុន្តែកាំងវូទេជុកក៏បានងឹកឡើងបីថាមិនអីទេនៅមានខ្ញុំ2នាក់ទៀតច្បាស់ថានឹងជួយឯងឲ្យបានណាប៉ុន្តែសម្រាប់ដៃបានប្រាប់ថាអ្នកនៅស្ងៀមទៅព្រោះថាអីភីរបស់អ្នកពិតជានៅទៀបខ្លាំងណាស់ប៉ុន្តែយ៉ាងណាក៏ដោយតែបានសួរថាហេតុអ្វីបានជាអ្នកវាហាមើទឹកដីរបស់ខ្ញុំចឹងតើវាដោយសារតែម្សាមិញដែលខ្ញុំវាយជានឹងក្រុមរបស់ឯងមែនទេអាក្បាលក៏ហមតើវិញថាហោះចង់និយាយពីពួកនឹងអញមិនអាចខ្វល់ទេប៉ុន្តែអ្វីដែលសំខាន់នោះឯងបែរជាទៅចិត្តចំពោះកញ្ញាជួយយាយរបស់អញគ្រាន់តែលើដូចនោះដៃរបស់យើងមានការគៀងជាខ្លាំងតើគឺដោយសារតែកញ្ញាជួយយាយប៉ុន្តែដែលបានប្រាប់ថាប៉ុន្តែនៅពេលនោះខ្ញុំជួយនាងដោយសារតែមានគេបៀតនាងដូច្នោះបានទីខ្ញុំទៅជួយនាងប៉ុន្តែបើដូច្នោះហើយខ្ញុំនឹងផ្ដាច់ទំនាក់ទំនងជាមួយនាងខ្ញុំមិនទៅចិត្តជាមួយនឹងទៀតទេគ្រាន់តែលើដូច្នោះហើយអាប៉ែក្បាលក្រហមនឹងដំបូងជាធ្វើមុខស្អីឬកាយដែរប៉ុន្តែដែលរបស់យើងក៏ប៉ុន្តែគិតថាមើលទៅនៅពេលដែលខ្ញុំនិយាយដែរគុំម្ដងរបស់គេពេញចិត្តច្បាស់ថាវាពិតជាល្អអាប៉ែនឹងញញឹមហើយបីថាអូខេអូនឯងនិយាយខ្លួនឯងណាបានអញ្ចឹងបងនឹងត្រឡប់ទៅវិញប៉ុន្តែបងសូមប្រាប់បងឯងឲ្យប្រសិនបើទៅចិត្តកញ្ញាជួយយាយម្ដងទៀតបានថាខ្ញុំនឹងមើលទីនេះហើយនឹងសម្
សម្រាប់ពួកឯងនៅតំបន់នេះទាំងអស់បន្ទាប់មកហៅកូនចៅវាតាទៅវិញទាំងអស់គ្នាហើយឥឡូវនេះពួកកូនចៅហ្នឹងក៏បានងឹករួយព្រោះថាសម្ពាធនេះគឺត្រូវបានដកចេញហើយនឹងហៅថាចំណេញភ័យខ្លាចក៏បានដែរឥឡូវនេះពួកគេក៏បានត្រឡប់ទៅវិញហើយប៉ុន្តែសម្រាប់ដៃអ៊ីមរបស់យើងគឺបានដួលហើយព្រោះថាសមត្ថភាពរបស់គេគឺវាអស់នាទីមើលទៅពិតជាហត់មែនទែនហាក់បីដូចជាឥឡូវនេះការវោពិតជាមានការបារម្ភថាពួកយើងនៅតែអំពីភារកិច្ចស្វែងរកចំពោះកញ្ញាជួយយាយម្ដងទៀតដែរទេព្រោះថាពួកយើងមិនទាន់ស្វែងរកបញ្ចប់នោះទេប៉ុន្តែមើលទៅដៃអ៊ីមបានប្រាប់ថាខ្ញុំគួរតែបោះបង់សិនហើយឥឡូវនេះពួកយើងគួរតែយកគ្នារបស់យើងគឺទៅព្យាបាលរបួសសិនទៅចំណែករឿងរបស់យើងវិញក៏បង្ហាញពីកញ្ញាជួយយាយរបស់យើងកំពុងតែរួមចាំសាររបស់ដៃអ៊ីមរបស់យើងព្រោះថាមិនទាន់ឃើញឆាមទៀតអាកំពុងតែអង្គុយសោះស្រាប់តែលើសំឡេងសារគេឆាមើលហើយត្រង់ខ្ញុំសូមនិយាយការមិនទៅកាប់ទៅទៅនឹងកញ្ញាយុនគីមហ្នឹងគឺបានតែមកកាន់កញ្ញាយូចៃរបស់យើងបន្ទាប់មកក៏បានប្រាប់ថាតើដៃអ៊ីមនេះបានជួបគ្នាជាមួយនឹងដៃអ៊ីមមែនទេហើយហេតុអ្វីបានជាដៃអ៊ីមរត់ចោលនេះតើគេក៏មិនបានស្ដាប់ចំពោះកម្មយុទ្ធរបស់អ្នកផងដែរមែនទេហើយកន្លែងហ្នឹងនាងក៏បានជាបន្តថាឥឡូវនេះអ្នកដែលថ្នាក់ងារស៊ើបការថ្នាក់ងារស៊ើបការគឺជាក្រុមហ៊ុនមួយដែលណាត់ជួបអ្នកឥឡូវនេះពួកគេពិតជាចង់ជួបអ្នកដោយផ្ទាល់គ្រាន់តែលឺដូច្នោះហើយនាងពិតជាសប្បាយចិត្តជាខ្លាំងក៏បានប្រថាអីទេខ្ញុំយល់ព្រមចាប់ស្អែកចាំទៅជាមួយគ្នាកញ្ញាណាយុនគីមក៏បានយល់ព្រមឲ្យខេស្អែកចាំទៅជាមួយគ្នាប៉ុន្តែហាក់បីដូចជាឥឡូវនេះគម្រោងការចាប់ផ្ដើមបែកឃ្លាបន្តិចហើយព្រោះថារឿងអាស្រូវដែលកើតឡើងនៅក្នុងសាលាដែលមានអាចារ្យបារម្ភថាដោយសារតែកញ្ញាជួយយាយរបស់យើងគឺកើតឡើងដោយសារតែកញ្ញាណាយុនគីមតែម្នាក់គត់សូម្បីតែបែកក្បាលក្រហមក៏បានសារម្នាក់នឹងផងដែរហើយបានជាបន្តថាអ្នកពិតជាហ៊ានលក់មិត្តរបស់អ្នកផងដែរប៉ុន្តែនាងបានតបទៅថាជួយយាយនឹងមិនមែនជាមិត្តរបស់ខ្ញុំទេព្រោះថាគេតែងតែលក់អាការរបស់ខ្ញុំរហូតដូច្នេះហើយខ្ញុំពិតជាស្អប់គេខ្លាំងណាស់ប៉ុន្តែយ៉ាងណាក៏ដោយអាក្បាលក្រហមមិនថានឹងហើយអ្នកនិយាយត្រូវប៉ុន្តែសម្រាប់កញ្ញាយូចៃរបស់យើងពិតជាមិនដឹងនោះទេចំណែករឿងរបស់យើងបង្ហាញពីស្លាដៃអ៊ីមរបស់យើងកំពុងតែសុំទោសពួកគេទាំងគ្រប់គ្នាទាំងអស់នោះគឺដោយសារតែគេជាកំហុសរបស់ខ្ញុំទាំងអស់បានធ្វើឲ្យអ្នកគ្នាគឺលំបាកដោយខ្ញុំហើយខ្ញុំក៏បានចាប់អ្នកគ្នាដោយមកខំទៀតពិតជាសុំទោសប៉ុន្តែកាំងវួរនឹងទេជោគបានប្រាប់ថាមិនអីទេដោយសារតែពួកយើងខ្សោយពេកប៉ុន្តែដៃអ៊ីមបានតបវិញថាណាមួយដោយសារឥឡូវនេះខ្ញុំបានធ្វើប្រហែលដូច្នេះពួកយើងត្រូវតែបណ្ដឹងជួយនឹងព្រោះឋានរបស់ពួកយើងហើយពួកគេក៏បានសួរពីដងគូទៅណាដៃអ៊ីមបានប្រាប់ថាគេកំពុងតែទៅស៊ើបការពីព័ត៌មានផ្សេងឥឡូវនេះដៃអ៊ីមរបស់យើងក៏បានប្រាជ្ញនឹងសមត្ថភាពទី3ដែលជាអ្នកគ្រប់គ្រងទី3គឺទៅកន្លែងបណ្ដោះបណ្ដាលព្រោះថានៅទីនោះពិតជាអាចជួយពួកគេវឹកហាត់បានចំណែករឿងរបស់យើងវិញបង្ហាញពីកញ្ញាជួយយាយរបស់យើងមកចាននៅមុខសាលារបស់ដៃអ៊ីមរបស់យើងតាមដងប៉ុន្តែហាក់បីដូចជាមិនឃើញគេនោះទេព្រោះថានាងបានឆាទៅដៃអ៊ីមរបស់យើងជាច្រើនតែមិនបានតបប៉ុន្តែនាងបានលើពីពួកគេនិយាយថាគ្នារបស់ដៃអ៊ីមរបស់យើងត្រូវបានពួកអាដៃមកពីណានេះត្រូវបានគេវាយហើយខ្ញុំបានលើថាពួកអាដៃនេះហាក់បីដូចជាមកពីភាគខាងត្បូងគ្រាន់លើដូច្នោះបានធ្វើឲ្យកញ្ញាជួយយាយរបស់យើងអារម្មណ៍ជាខ្លាំងក៏បានឆាទៅថាតើអ្នកមានរឿងរបស់ត្រូវត្រង់ណាឬអត់ប៉ុន្តែហាក់បីដូចជាឆាទៅដៃអ៊ីមរបស់យើងនៅតែមិនតបរដែរពេលទៅនាងបានគិតថាហាក់បីជាដៃអ៊ីមរបស់យើងក៏អាចស្អប់នាងដូចជាមនុស្សដទៃទៀតផងដែរមែនទេមើលទៅនាងពិតជាប្របាចិត្តជាខ្លាំងប៉ុន្តែនៅពេលនោះកញ្ញាណាយងក៏បានខំឲ្យនាងថាអ្នកនៅទីណាឥឡូវនេះតើពួកយើងគាត់តែទៅទីនោះបន្តទៀតពួកគេក៏បាននិយាយគ្នាពីនេះពីនោះហើយក៏បានសួរថានៅពេលដែលអ្នកទៅជុំម្ចាស់ក្រុមហ៊ុនចឹងតើអ្នកមានការភ័យខ្លាចអត់នាងបានទៅថាភ័យខ្លាចបន្តិចទៅហើយកញ្ញាណាយងបានប្រកាសថាកុំភ័យខ្លាចអីដល់ទៀតនាងក៏បាននាំឲ្យជំនឿកណាជួយយាយរបស់យើងក៏បានដល់បានប្រាប់ថាឥឡូវនេះពួកយើងមកដល់ហើយចូលទៅហើយពេលដើរមកដល់នាងក៏បានគិតចិត្តថាឥឡូវនេះវាដល់ពេលហើយដែលត្រូវបញ្ចុះទំនាក់ទំនងដ៏អាក្រក់មួយនេះចំណែករឿងរបស់យើងបង្ហាញពីរដ្ឋការណាយងគឺជាក្មេងមួយដែលយកការជ្រៀងការរួមនិយាយទៅអានេះគឺជាក្តីសម័យរបស់នាងតាំងពីតូចតាមម្ដងនៅពេលដែលនាងចូលរៀននៅក្នុងសាលាឧទ្ធម្ភាស្រាប់តែក៏បានជួយនឹងកណាកញ្ញាជួយយាយរបស់យើងដោយសារតែពួកគេមានចំណងចំណូលចិត្តដូចគ្នាដូច្នេះហើយពួកគេខ្លាចតែជាមិត្តដូចគ្នាយ៉ាងជិតស្និទ្ធហើយក្តីសម័យរបស់ពួកគេគឺចង់ខ្លាចជាអ្នកច្រៀងជំរៀងប៉ុន្តែដោយសារតែឪពុករបស់កញ្ញាជួយយាយបានស្លាប់ដូច្នេះនាងក៏ត្រូវបានរើចេញហើយគ្រួសាររបស់នាងក៏បានធ្លាក់ដណ្ដាបដូច្នេះនាងក៏បានបង់ចំពោះក្តីសម័យនេះប៉ុន្តែកញ្ញាណាយងបែរជាបំពេញក្តីសម័យរបស់នាងហើយនាងក៏បានទៅប្រឡងជាមួយនឹងកម្មវិធីអ្វីមួយទេប៉ុន្តែសូមនិយាយវាអត់សំខាន់ទេព្រោះថាពួកគេអត់ចង់ឲ្យនាងជាប់ទេអញប៉ុណ្ណឹងគ្រប់គ្រាន់ហើយទៅចោះទោះបីជានាងខំប្រឹងនិយាយយ៉ាងណាក៏ដោយបានប្រថាបានហើយគ្រប់គ្រាន់ទេប៉ុណ្ណឹងអូនឯងអាចត្រឡប់ទៅវិញបានចំណែកកញ្ញាណាយងបានមកគិតទុំចិត្តថាមើលទៅខ្ញុំបានបរាជ័យជាច្រើនដងពេកហើយបានធ្វើឲ្យកញ្ញាណាយងរបស់យើងពិតជាពិបាកចិត្តជាខ្លាំងពេលនេះប៉ុន្តែស្រាប់តែនៅពេលនោះកញ្ញាជួយយាយរបស់យើងក៏បានជួបគ្នាជាមួយកញ្ញា
ណាយងហើយហាក់បីដូចជាមើលទៅពួកគេខានជួបគ្នាជាយូរហើយបានធ្វើឲ្យកញ្ញាណាយងរបស់យើងពិតជាសប្បាយចិត្តជាខ្លាំងប៉ុន្តែការសប្បាយចិត្តនេះគឺខុសគ្នាការសប្បាយចិត្តដែលនាងមើងងាយជាពួកកញ្ញាជួយយាយរបស់យើងថាគឺជាមនុស្សខ្សោយអសមត្ថភាពហើយជាមនុស្សក្រីក្រតែប៉ុណ្ណោះហើយនាងបាយជានិយាយទៅពួកការសម្ដែងមែនតែខ្ញុំសូមកាត់ចោលព្រោះអីថាវាអត់សំខាន់ទេពួកគេនិយាយតែពីកន្លែងការប្រឡងពីចម្រៀងនោះទេថាសមត្ថភាពការចូលប្រឡងពីណានេះព្រោះថាវាអត់សំខាន់ប៉ុន្តែត្រឹមសំខាន់គឺកញ្ញាណាយងគឺបានប្រាប់ទៅកញ្ញាជួយយាយថាអ្នកអាចមើលគ្រប់ត្រូវខ្ញុំពេលមកប្រឡងជ្រៀងអត់នាងក៏បាញ់ព្រមឥឡូវនេះនាងក៏ខាត់បង្ហាញមកដល់កន្លែងប្រឡងជ្រៀងគេបានប្រាប់ថាអូនឯងប៉ុណ្ណឹងគ្រប់គ្រាន់ហើយអូខេអាចចេញទៅវិញបានហើយពួកគេក៏បាននិយាយគ្នាហើយចំណែកកម្មវិធីការហ្នឹងកំពុងតែនិយាយគ្នាសុខស្រាប់តែបានឃើញជាមួយកញ្ញាជួយយាយរបស់យើងបានចាប់អារម្មណ៍ជាខ្លាំងព្រោះថាជានឹងរូបរាងរបស់នាងនេះមើលទៅវាពិតជាស្រស់ស្អាតមែនទែនដូច្នេះគេចង់ឲ្យនាងគឺមកសាកល្បងជ្រៀងប៉ុន្តែហាក់បីដូចជាមើលទៅកញ្ញាជួយយាយរបស់យើងមានអារម្មណ៍ថាភ័យព្រោះថានាងធ្លាប់តែហាត់សមនៅក្នុងផ្ទះតែម្នាក់ឯងពួកគេទាំងនេះបែរថាអីទេអាចជ្រៀងបានពួកគេខ្លះពិតជាមិនជឿចំពោះសមត្ថភាពនាងប៉ុន្តែតាមានពុកមាត់ហ្នឹងបានប្រាប់ថាមិនទេខ្ញុំមើលមិនដែលខុសទេប៉ុន្តែកញ្ញាណាយងហ្នឹងបែរជាមើលងាយចំពោះសមត្ថភាពរបស់កញ្ញាជួយយាយរបស់យើងជាខ្លាំងត្រឹមតែជាកតើតែប៉ុណ្ណោះគិតថាអាចប្រឡងជាប់មែនទេប៉ុន្តែមើលទៅហាក់ជាបីគិតខុសហើយពេលនោះហើយកញ្ញាជួយយាយរបស់យើងក៏បានជាសមត្ថភាពជ្រៀងនាងបានធ្វើឲ្យពួកគេគ្រប់គ្នាពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះថាជាមនុស្សទេពកោសល្យចម្រៀងជ្រៀងរបស់កញ្ញាជួយយាយរបស់យើងគឺជាទេពកោសល្យមួយដែលលុះលុបតាមម្ដងត្រឹមតែរយៈពេលតែមួយខែតែប៉ុណ្ណោះនាងក៏អាចលេចមុខឡើងចេញតាមរយៈពោលទូឬក៏កម្មវិធីផ្សេងតែម្ដងតែអាចធ្វើអ្វីបានក្រៅពីការចំណាយគឺអ្នកចំណាយគេគឺគ្មានណាឆ្ងាយគាត់ដែរណាគឺកញ្ញាណាយងរបស់យើងគប់ទទួលនឹងគឺកំទេចចោលតែម្ដងខុសជាខ្លាំងគឺដោយសារតែនាងម្នាក់គាត់គឺជានាងដែលដណ្ដើមយកអាការរបស់ខ្ញុំមើលទៅនេះគឺជាបញ្ហាដែលធ្វើឲ្យកញ្ញាណាយងរបស់យើងគឺកាន់តែខុសជាខ្លាំងនៅពេលដែលនាងកំពុងតែខឹងនឹងស្រាប់តែមានសារអ្វីទេបានលុតឡើងបាញ់ថាតើអ្នកចឹងឲ្យកញ្ញាជួយយាយគឺធ្លាក់ដុនដាប់ដែរទេគាត់តែមើលហើយស្រាប់តែនាងក៏បានមកតាមសារនោះតែម្ដងក៏បានសួរថាគឺជាអ្នកមែនទេដែលចង់ធ្វើជាមួយនឹងរឿងនោះពេលហ្នឹងក៏បានប្រកាសថាគឺគ្មានពេលណាគេឆ្ងាយទេខ្ញុំសូមប្រាប់ឈ្មោះឲ្យទៅវាមានឈ្មោះថាចុងស្អ៊ូពួកគេបាននិយាយថាតើខ្ញុំពិតជាមិនជឿទេថាអ្នកពិតជាចង់ធ្វើរឿងដូច្នោះតែដោយសារតែអ្នកមានកម្រងអ្វីទេវាក៏បានប្រាប់ថាមែនហើយគឺដោយសារតែខ្ញុំជាប្រការមួយគឺដោយសារតែភ្ញៀវ VIP របស់ខ្ញុំគឺចង់បានជាមួយនឹងកញ្ញាជួយយាយដូច្នេះខ្ញុំត្រូវតែធ្វើភារកិច្ចនេះបានដូច្នេះពួកយើងត្រូវតែរៀបចំផែនការអ្វីមួយដោយឥតខ្ចោះតើអ្នកអាចដឹងអំពីស្អីគេហៅថាភាពខ្សោយរបស់កញ្ញាជួយយាយបានដែរទេប៉ុន្តែស្រាប់តែនៅពេលនោះកញ្ញាណាយងក៏បានកំពុងតែគិតថាចំណុចខ្សោយមែនទេអូខ្ញុំមិនចាំការនាងរៀននៅបឋមនាងធ្លាប់បានវាយជានឹងមិត្តរួមថ្នាក់របស់នាងចំណែករឿងរបស់យើងបង្ហាញពីមុនហើយនៅពេលរៀនបឋមហ្នឹងមិត្តភ័ក្តិរបស់នាងត្រូវបានពួកក្មេងៗកំពុងតែធ្វើបាបដោយសារតែបានមករករឿងគេពួកគេកំពុងប្រឹងធ្វើបាបបន្ថែមនៅពេលនៅកញ្ញាជេយូរបស់យើងក៏អត់ជេយូកញ្ញាជួយយាយរបស់យើងឃើញគេធ្វើបាបចឹងហើយក៏បានប្រាប់ថាឈប់ធ្វើបាបកញ្ញាសួរយងទៀតទៅហើយអ្វីបានជានាង5ពើងសារដូច្នេះដោយសារតែនាងមានការខឹងពេកក៏ប្រឹងទៅវាយជាមួយកញ្ញាជួយយាយរបស់យើងបន្ទាប់មកនៅពេលនោះគេក៏បង្កើតយូរនឹងកម្មវិធីការអំពើហិង្សាក្នុងសាលាហើយគេក៏បានកត់ឈ្មោះថាកញ្ញាជួយយាយរបស់យើងក៏ធ្លាប់5ពើហិង្សាមួយនេះផងដែរគាត់តែឃើញដូច្នោះហើយអាប៉ែចុងអ៊ូនឹងក៏បានប្រាប់ថាអូចឹងផងមែនទេអីទេនេះជាផែនការរបស់យើងដំបូងហើយព្រោះថាគេនឹងសោកប៉ាន់មនុស្ស3នាក់នឹងឲ្យបង្កើតយូរនឹងពាក្យអាចារ្យ5ហើយនឹងបង្កើតយូរនឹងព័ត៌មានមិនពិតលីបន្លំជួយនឹងព័ត៌មានពិតខ្លះនឹងផ្សព្វផ្សាយតាម Facebook TikTok ឆាតអីណាគួរដឹងណាហើយអ្នកដែលមើលអ្នកខ្លះមិនដឹងអីចេះតែនិយាយនោះទៅឥឡូវនេះសិតតែជាផែនការរបស់ពួកគេចាប់ផ្ដើមសម្រេចម្ដងតិចហើយផែនការរបស់វាគឺពិតជាល្អមែនតើហើយចំណែករឿងរបស់យើងក៏បង្ហាញពីកញ្ញាជួយយាយរបស់យើងណាកំពុងតែពិបាកចិត្តជាខ្លាំងព្រោះថាជាមួយនឹងក្រុមហ៊ុនឬកម្មវិធីផ្សេងគឺត្រូវបានដាច់កងត្រាជាមួយនាងបាត់ហើយបានធ្វើនាងពិបាកចិត្តជាខ្លាំងអ្នកដែលសប្បាយចិត្តនោះគឺពីរអ្នកនេះគឺសប្បាយចិត្តមែនទែនមើលទៅមុខពិតជាកាច់ខ្លាំងណាស់ហើយពេលដែលកញ្ញាជួយយាយរបស់យើងពីបាយចិត្តហ្នឹងកញ្ញាណាយងរបស់យើងបាយជាធ្វើមកលើកទឹកចិត្តគេថាកុំភ័យអីអ្វីហ្នឹងគ្រប់យ៉ាងប៉ុន្តែក្នុងចិត្តនាងវិញគឺពិតជាពុះពោមែនទែនអ្នកគ្នាគាត់ដឹងថាច្រឹកមិនតែយើងចូលរឿងបន្តទៀតទៅហើយនាងសឹកតែនិយាយថាឥឡូវនេះវាទើបតែចាប់ផ្ដើមនោះទេជួយយាយហើយក៏កាប់បង្ហាញពីពួកគេកំពុងតែនិយាយគ្នាថាអ្នកត្រូវតែនៅចិត្តនាងបន្ទាប់មកត្រូវតែធ្វើអ្វីក៏ដោយដូចជាក្រុមគ្រួសារនាងចឹងមើលទៅវាកាន់តែគួរឲ្យចោលអារម្មណ៍បន្ថែមទៀតហើយជិះទៅគឺនាងពិតជាសម្ដែងមែនទែនហើយនាងមកនិយាយលើកទឹកចិត្តទៅចំពោះជួយយាយរបស់យើងថាអីទេណាមួយខ្ញុំពិតជាក្បាញ់នេះ
គឺពិតជាឪពុកកាយសម្ដែងហើយក៏បាននៅមកពេទ្យប៉ុន្តែពេទ្យប្រាប់ថាដោយសារតែមានការ stress ខ្លាំងបង្កឲ្យមានជំងឺបាក់ទឹកចិត្តហើយមានការភ័យខ្លាចសង្គមដូច្នេះទើបមានការភ័យខ្លាចហើយនាងពិតជាមិនភ័យខ្លាចមែនទែនសូម្បីតែម្ដាយរបស់នាងពេលរបួសជើងក៏នាងទៅមើលថែផងដែរនិយាយទៅហើយនៅពេលដែលគេធ្វើបាបកញ្ញាជួយយាយរបស់យើងក៏នាងមកជួយការពារផងដែរថាប្រថាមអីទេយ៉ាងណាក៏ដោយហើយអ្វីដែលសំខាន់ទៀតនៅពេលដែលកញ្ញាជួយយាយរបស់យើងចេះពាក់បន្តាហ្នឹងគឺដោយសារតែកញ្ញាណាយងរបស់យើងគឺចង់ឲ្យនាងពាក់ដូច្នេះទើបគេឯងមើលស្គាល់ប៉ុន្តែពេលពាក់អញ្ចឹងទៅមើលគឺប្លែកគ្នាមែនទែនហើយយ៉ាងណាក៏ដោយកញ្ញាជួយយាយរបស់យើងពិតជាអរគុណនាងជាខ្លាំងប៉ុន្តែហាក់បីជាមិនដឹងថាគម្រោងផាន់ការពារនេះពិតជាខុសខើនាងមកសួរថាបើធ្វើដូច្នោះខ្ញុំអាចទទួលបានអ្វីមកវិញវាបានប្រាប់ថាកុំភ័យខ្ញុំមានក្រុមហ៊ុនមួយដ៏ល្បីល្បាញជាមួយនឹងឧស្សាហកម្មនិងក្រុមហ៊ុនកុនសានផ្សេងទៀតពិតជាជួយអ្នកបានគឺឲ្យអ្នកខ្លះជាតារាចម្រៀងប៉ុន្តែអ្នកត្រូវតែបំពេញតាមភារកិច្ចរបស់ខ្ញុំដែរប្រាប់អ្នកសិនគ្រាន់តែលើដូច្នោះនាងមានការសប្បាយចិត្តជាខ្លាំងបានប្រាប់ថាមិនអីទេទីបញ្ចប់នៃកញ្ញាជួយយាយគឺបានមកដល់ហើយនាងបាននិយាយបន្តទៀតថាឥឡូវនេះរយៈពេល6ខែដែលខ្ញុំបានធ្វើនេះវាដល់ទីបញ្ចប់ហើយជួយយាយអ្វីដែលទ្រឹស្ដីមកខ្ញុំវិញពួកគេក៏បានមកជួបបែបហ្នឹងហើយសិតថាជាម្ចាស់ក្រុមហ៊ុនណានៃក៏ពិតជាការបោកប្រាស់ទេដូច្នេះសូមមកអង្គុយសិនទៅហើយវាក៏បានប្រាប់ថាខ្ញុំក៏បានដឹងពីព័ត៌មានរបស់អ្នករួចហើយដែរខ្ញុំហៅអ្នកមើលទេគឺដើម្បីចុះអត្ថលេខាឬក៏ហៅថាកិច្ចសន្យាគ្រាន់តែលើដូច្នោះហើយកញ្ញាជួយយាយរបស់យើងពិតជាចាប់អាវជាខ្លាំងចុះអត្ថលេខាលឿនមែនវាបានប្រាប់ថាជាមួយនឹងព័ត៌មានហើយនឹងអ្វីកាត់ឡើងចំពោះអ្នកខ្ញុំបានឲ្យជាមួយនឹងក្រុមការងាររបស់ខ្ញុំគឺបានសូមកែតនឹងត្រួតពិនិត្យអស់ហើយប៉ុន្តែណាមួយរួមជាមួយនឹងលក្ខណៈរូបរាងការជឿរបស់អ្នកមើលទៅវាពិតជាអាចារ្យដូច្នេះពួកយើងមិនចង់ឲ្យខាតពេលវេលាយូរដូច្នេះចង់ឲ្យអ្នកចោលទៅលេខាបន្ទាប់មកចូលក្រុមហ៊ុនរបស់យើងច្បាស់ណាស់ថាអ្នកពិតជាទទួលបានប្រាក់ដ៏ច្រើននិងអាចឡើងឆាកជ្រឿម្ដងទៀតគ្រាន់តែលើដូច្នេះកញ្ញាណាយ៉ងបានប្រាប់ថាមើលទៅអាកាសរបស់អ្នកបានម្ដងទៀតហើយសំបីកែកញ្ញាជួយយាយរបស់យើងក៏គិតដូច្នោះដែរបាញ់គិតក្នុងចិត្តថាមើលទៅអាកាសរបស់ខ្ញុំម្ដងទៀតហើយនាងក៏ប្រឹងជាមួយនឹងចោលទៅលេខានឹងដែរប៉ុន្តែក៏មើលកញ្ញាណាយ៉ងរបស់យើងមើលទៅនាងពិតជាសប្បាយចិត្តមែនទែនព្រោះថាចិត្តតូចជាមួយនឹងអន្តររបស់នាងហើយប៉ុន្តែមើលទៅនាងបានគិតខុសហើយព្រោះថាជួយយាយរបស់យើងគឺមិនបានចោលទៅលេខានោះទេព្រោះថានាងនៅតែខ្លាចអំពីការឡើងឆាកជ្រឿដែរអញ្ចឹងហើយនាងបានត្រឹមតែសុំទៅចំពោះពួកគេតែប៉ុណ្ណោះប៉ុន្តែអ្នកដែលខឹងខ្លាំងផុតគឺជាកញ្ញាណាយ៉ងរបស់យើងហើយមកអាខឹងហើយចំមៀចំណាយរឿងរបស់យើងក៏បង្ហាញពីអប៉ែចុងអ៊ូនឹងបានខឹងចំពោះកូនចៅវាជាខ្លាំងដែលធ្វើកម្មមិនបានសម្រេចក៏បានទាត់យកទោះបីជាកូនចៅរបស់វាបានប្រាប់ថាទោះអាកាសឲ្យខ្ញុំម្ដងទៀតមើលប៉ុន្តែពេលចុងអ៊ូបានប្រាប់ថាទោះអាកាសតែភ្ញៀវពួកគេមិនអាចរំចាំបន្តទៀតបានទេហើយកញ្ញាណាយ៉ងបានសួរថាតើហេតុអ្វីបានជាអ្នកមិនចាប់មកខំទៅវាបានតទៅវិញថាចាំមកខំខ្ញុំមានជួយនឹងក្រុមហ៊ុនហើយធ្វើតាមស្របច្បាប់ដូច្នេះខ្ញុំមិនអាចបង្ខំគេហើយនឹងឲ្យធ្វើតំណែងភ្ញៀវគឺខូចខាតនោះទេត្រូវតែឲ្យគេព្រមចុះអត្ថលេខានេះដោយខ្លួនឯងយើងត្រូវតែរឹតបន្តឹងពួកគេម្ដងតិចគ្រាន់តែលើអំពីការរឹតបន្តឹងភ្លាមស្រាប់តែនៅពេលនោះកញ្ញាណាយ៉ងក៏បាននឹកឃើញពីពិធីអ្វីមួយទេបានប្រាប់ថាប៉ែចុងអ៊ូថាអូកុំភ័យអីរឹតបន្តឹងមែនទេដូច្នេះខ្ញុំនឹងធ្វើឲ្យអ្នកដែលនៅជុំវិញកញ្ញាជួយយាយនឹងជប់ទុកដូច្នេះចំណាយរឿងរបស់យើងវិញក៏បង្ហាញពីកញ្ញាជួយយាយកំពុងតែនិយាយជាមួយនឹងម្ដាយរបស់នាងហើយក៏បានប្រាប់អំពីការនិយាយអំពីស្អីគេដូចជាការក្រុមហ៊ុនមួយគឺបានប្រឹងឲ្យខ្ញុំចុះទៅធ្វើអត្ថលេខាដើម្បីឡើងឆាវដល់ទៀតប៉ុន្តែដោយសារខ្ញុំភ័យខ្លាចខ្ញុំពិតជាមិនហ៊ានទេព្រោះថាខ្ញុំពិតជាខ្លាចជាមួយសង្គមនិងមនុស្សខ្លាំងណាស់ដូច្នេះហើយម៉ាក់ពិតជាកុំខឹកខ្ញុំអីប៉ុន្តែម៉ាក់នៅឈឺជើងដូច្នេះសូមម៉ាក់កុំប្រឹងធ្វើការអីនៅស្ងៀមតែខ្ញុំជួយម៉ាក់ខ្លាំងគាត់ក៏បានតទៅវិញថាអីទេកូនស្រីម៉ាក់ដឹងហើយប៉ុន្តែយ៉ាងណាក៏ដោយបើសិនមកកូននៅមានការភ័យខ្លាចចឹងកូនមិនអាចមិនបាច់ទៅក៏បានដែរហើយចំណាយកញ្ញាចៃយូរបស់យើងក៏បានយូប្រោះហើយបានត្រឹមតែទឹកថ្មីតែប៉ុណ្ណោះហើយម្ដាយរបស់កញ្ញាចៃយូកំពុងតែនិយាយក៏មានអ្នកដែរពីក្រៃមើលទៅគ្មានពីណាឆ្ងាយនោះទេគឺជាកញ្ញាណាយ៉ងរបស់យើងហ្នឹងហើយមើលទៅទុកមុខរបស់នាងគឺពិតជាគូខើមែនទែនស្រាប់តែនាងហ្នឹងក៏បានចាប់ដើមទាញជាមួយនឹងម្ដាយរបស់កញ្ញាជួយយាយរបស់យើងតែម្ដងឲ្យនាងគឺធ្លាក់ពីលើកម្មចដានេះតែម្ដងអ្នកគ្រូអ្នកទាំងអស់គ្នាគួរតែដឹងឲ្យថាធ្លាក់ពីលើកម្មចដានេះគឺរបួសធ្ងន់ប៉ុណ្ណាហើយស្រាប់តែអាដៃស្អីគេនេះបីថាគឺកំហុសគ្រប់យ៉ាងដោយសារតែជួយយាយតែនាងមិនប្រឹងចុះអត្ថលេខាដូច្នេះហើយកុំបន្ទោសខ្ញុំអីយើងក៏បានយកអាដៃនឹងគឺបានវាយទៅកាន់ជង្គង់របស់ម្ដាយរបស់កញ្ញាជួយយាយរបស់យើងគឺវាយបំបាក់ចោលតែម្ដងហើយចំណែកទូរស័ព្ទនោះវិញកញ្ញាជួយយាយរបស់យើងក៏ស្រែកហៅម៉ាក់នាងផងដែរប៉ុន្តែយ៉ាងណាក៏ដោយក៏ត្រូវបានកញ្ញាណាយ៉ងរបស់យើងគឺជន់កំតិចបាត់ទៅហើយមើលទៅជួយយាយរបស់យើងពិតជាបារម្ភចំពោះម៉ាក់នាងជាខ្លាំងប៉ុន្តែសម្រាប់កញ្ញាណាយ៉ងយើងនេះវាយគេហើយនៅគិតថាខ្លួនឯងត្រូវទៀតនិយាយថាកំហុសគ្រប់យ៉ាងគឺដោយសារតែជួយយាយណាគួរចំណាយរឿងរបស់យើងវិញក៏កាត់បង្ហាញនៅកន្លែងបន្ទីពេទ្យមើលទៅកញ្ញាជួយយាយរបស់យើងពិតជាមានការបារម្ភពីម្ដាយរបស់នាងជាខ្លាំងតែគ្រូពេទ្យក៏បានប្រាប់ទៅកញ្ញាជួយយាយថាម្ដាយរបស់អ្នកបានធ្លាក់ពីលើ
កម្មចំណាយហើយធ្វើឲ្យប៉ះទង្គិចនឹងចង្គង់ដូច្នេះត្រូវបានបាក់អញ្ចឹងហើយយើងត្រូវការវះកាត់គ្រាន់តែលើការវះកាត់នាងពិតជាគ្មានប្រាក់ដើម្បីវះកាត់នោះទេដូច្នេះហើយដោយសារតែនាងគ្មានប្រាក់អញ្ចឹងហើយនាងក៏បានតែទៅកាន់កញ្ញាណាយងយើងហើយក៏បានប្រាប់ថាកញ្ញាណាយងតើនាងអាចរៀបចំជាមួយនឹងក្រុមហ៊ុននឹងម្ដងទៀតគឺដើម្បីឲ្យខ្ញុំទៅចុះអត្ថលេខាជាមួយពួកគេបានដែរឬទេគ្រាន់តែលើដូច្នោះនាងក៏បានតបទាំងសប្បាយចិត្តថាមិនអីទេចាំខ្ញុំជួយអ្នកម្ដងទៀតចំណែករឿងរបស់យើងវិញកំពុងតែបង្ហាញពីប្រមាថមិនដឹងថារត់ទៅណាទេហើយក៏បានគិតជឿថាមើលទៅវាដូចជាការរំពឹងទុករបស់យើងមែនហើយចំណែករឿងរបស់យើងវិញក៏បង្ហាញអំពីដែរអ៊ីមជាមួយនឹងតែជោគកំពុងតែនិយាយថាហាក់បីជាមានអ្វីចម្លែកខ្ញុំមានអារម្មណ៍ថាកញ្ញាណាយងនេះហាក់បីដូចជានាងកំពុងតែសម្ដែងចឹងដែរអ៊ីមក៏សួរហេតុអ្វីបានអ្នកគិតដូច្នោះព្រោះថានៅពេលដែលពួកយើងនៅទីនោះអ្នកក៏ដឹងហើយថាជាមួយនឹងកាប់កិច្ចការរបស់នាងដែរអ៊ីមរបស់យើងក៏កត់សង្កត់អំពីនេះផងដែរព្រោះថានៅពេលដែលពួកគេទៅសាលានោះហាក់បីដូចជាកាប់កិច្ចការរបស់កញ្ញាណាយងដូចជាចម្លែកដូច្នេះដែរអ៊ីមឲ្យទៅកាន់ដងគូទៅស៊ើបការអំពីកញ្ញាណាយងហើយនៅពេលដែលដងគូរបស់យើងក៏ពងតែស៊ើបក៏បានដឹងថាមើលទៅកញ្ញាណាយងនេះពិតជាអាក្រក់ខ្លាំងណាស់មកតើមកគាត់ក៏បានតែទូរស័ព្ទហៅពេទ្យដើម្បីនាំម៉ាក់ចៃយូទៅពេទ្យហើយបានរត់ទៅកន្លែងដែរអ៊ីមយើងប្រាប់ថាខ្ញុំត្រូវតែទៅប្រាប់ដែរអ៊ីមព្រោះថាមេខ្លោងនៅពីក្រៅរឿងនេះគឺជាកញ្ញាណាយងប្រមាថរបស់យើងរត់មកដល់សាលាស្រាប់តែអត់បានឃើញគ្នារបស់ខ្លួននៅឃើញតែធ្វើចម្លែកអ្វីមួយប៉ុន្តែក៏បានឃើញសបត់ដែរអ៊ីមរបស់យើងប្រាប់ថាខ្លួននឹងទៅបង្ខាត់រយៈពេលប្រហែលមួយសប្តាហ៍ក្រោយនឹងត្រឡប់មកវិញដូច្នេះហើយប្រសិនមកមានរឿងអ្វីកាត់ឡើងត្រូវតែសរសេរក្រាស់ទុកបន្ទាប់មកទុកឲ្យនឹងហើយចាំពេលខ្ញុំវិញខ្ញុំនឹងទៅទីនោះដងគូពិតជាមានការឆ្ងល់ខ្លាំងតើពួកគេទៅបង្ខាត់នៅទីណារយៈពេលមួយសប្តាហ៍អូមែនហើយខ្ញុំត្រូវតែទៅតាមដានកញ្ញាណាយងបន្តទៀតសិនចំណែករឿងរបស់យើងវិញក៏បង្ហាញពីគ្នារបស់ដែរអ៊ីមរបស់យើងមកដល់កន្លែងបន្ទប់បង្ខាត់ហើយមើលទៅនៅទីនេះវាពិតជាធំមែនទែននៅពេលនោះស្រាប់តែលេចឡើងជួយនឹងបរិសម្នាក់ហើយគាត់ក៏បានប្រាច់ឈ្មោះគាត់ថាគាត់មានឈ្មោះថាដាមីនឹងជាអ្នកបណ្ដុះបណ្ដាលពួកគេនឹងណែនាំពួកគេសម្រាប់កន្លែងការបង្ខាត់ហើយក៏បាននិយាយបន្តទៀតថាហើយក៏មានឧបករណ៍អ្វីដែលអ្នកចង់បានអ្នកគ្រាន់តែគិតនឹងចង់បានវាទៅវានឹងចេញមកហើយអ្នកបង្ហាត់ទៅនៅទីនេះជាមួយនឹងធម៌ពលដែលបាត់បង់នឹងរឿងរបួសនឹងអាចស្ដារឡើងមកវិញពួកគេពិតជាភ្ញាក់ផ្អើលប៉ុន្តែគាត់ក៏បានតតទៅវិញថាព្រោះថាបង្ហាត់នៅទីនេះនៅក្នុងនេះគឺ5ថ្ងៃស្មើនឹងពិភពលោកខាងក្រៅមួយថ្ងៃពួកគេពិតជាភ្ញាក់ផ្អើលសូម្បីតែដែរអ៊ីមរបស់យើងក៏ភ្ញាក់ផ្អើលអំពីរឿងនេះផងដែរប៉ុន្តែគាត់ក៏បានប្រាប់ថានៅទីនេះគឺអ្នកបង្ហាត់បានត្រឹមតែមួយខែគឺមួយខែក្រេបានបង្ហាត់ម្ដងទៀតហើយដែរអ៊ីមឆ្ងល់ថាអញ្ចឹងមួយខែនេះគឺបានប្រមាណថ្ងៃគាត់ប្រាប់ថា45ថ្ងៃពួកគេបានប្រាប់ថាអូ45ថ្ងៃមើលទៅវាពិតជាល្អមែនប៉ុន្តែសម្រាប់ដែរអ៊ីមរបស់យើងបើដូច្នោះពួកយើងត្រូវតែបង្ហាត់45ថ្ងៃគឺអត់ឈប់អត់សម្រាប់ពួកគេគ្រាន់តែលើដូច្នោះមានការភ្ញាក់ផ្អើលតើពួកយើងពិតជាចង់បង្ហាត់នៅទីនេះទាំងអស់ដែរបានប្រាប់ថាមែនហើយព្រោះថាខ្ញុំពិតជាដឹងពីស្ថានភាពរបស់ខ្ញុំបច្ចុប្បន្នដោយសារតែខ្ញុំគិតតែពងផ្អែកទៅលើពូអ្នកនរគ្នាខ្លាំងពេកហើយបានផ្ដោតលើការបង្ហាត់ដូច្នេះហើយទើបបានធ្វើឲ្យអ្នកនរគ្នាលំបាកដូច្នេះហើយខ្ញុំត្រូវតែធ្វើយ៉ាងណាក៏ដោយឲ្យខ្លួនឯងកាន់តែរឹងមាំក្នុងរយៈពេល35ថ្ងៃនេះសូម្បីតែកាំងពូក៏បានប្រាប់ផងដែរបីថាមិនមែនថាគឺដោយសារតែអ្នកម្នាក់គូទេខ្ញុំក៏ដឹងពីខ្លួនឯងច្បាស់រឿងនេះផងដែរដូច្នេះខ្ញុំត្រូវតែបង្កើតសមត្ថភាពរបស់ខ្លួនឯងហើយព្រោះថាការវាយក៏សប្បាយផងដែរប៉ុន្តែជាពិសេសគឺខ្ញុំចង់វាយឈ្នះអាមួយស្អីគេដែលបដូរខ្ញុំលើកមួយនោះសូម្បីតែជោគរបស់យើងនិងអ្នកផ្សេងទៀតក៏ដូចឈ្នះផងដែរមើលទៅឥឡូវនេះពួកគេទាំងអស់គ្នាសិតតែបដិញ្ញាទាំងអស់ចិត្តថាពួកគេនឹងប្រយ័ត្នពេល35ថ្ងៃពេញនេះគឺនឹងវឹកហាត់ទាំងអស់តែម្ដងបរិយានឹងក៏បានសត្វថាឥឡូវនេះពេលអ្នកនរគ្នាគឺចាប់ផ្ដើមវឹកហាត់ហើយមែនទេតែអ៊ីមបានប្រាប់ថាមែនហើយ35ថ្ងៃចាប់ផ្ដើមវឹកហាត់តែម្ដងទៅឥឡូវនេះដាមីមក៏បានប្រាប់ថាមិនអីទេបន្តមកខ្ញុំនឹងឲ្យជំនួយការរបស់ខ្ញុំដាមីគឺជួយណែនាំអ្នកអង្គការវឹកហាត់ចំណែកតែជោគហ្នឹងក៏មានជំនួយស្ថិរខ្ពស់ដូច្នេះគេត្រូវតែវឹកហាត់ជំនាញចំណែក3អ្នកទៀតដូចជាច័ន្ទហ៊ូមិនជុកមយ៉ងតែគឺត្រូវតែវឹកហាត់បន្ថែមទៅលើស្ថិររួចជាមួយនឹងជំនាញរបស់ពួកគេព្រោះថាមើលទៅពួកគេទាំងអស់នេះពិតជាខ្សោយប៉ុន្តែគាត់ក៏បានណែនាំដាក់អ៊ីមរបស់យើងចង់ឲ្យជំនាញទាត់ក្រឹមនេះប្រកួតទៅកាន់តែជោគដូច្នេះហើយដាក់អ៊ីមរបស់យើងក៏បានយកព្រមដោយពីជំនាញនៅកាំងវូរបស់យើងអាចជំនាញទាត់ជើងក្រៅហ្នឹងក៏ប្រកួតឲ្យទៅកាន់តែជោគឥឡូវនេះវគ្គវឹកហាត់របស់តែជោគរបស់យើងគឺចាប់ផ្ដើមបាត់ហើយគឺត្រូវតែប្រកួតជាមួយនឹងពួកអដែងតែដឹងថាឬយន្តតែម្ដងទៅប៉ុន្តែសម្រាប់កាំងវូយើងគឺកំពុងតែពិបាកចិត្តព្រោះថាមានជំនាញបានតែលឺក្នុងនៅដាក់អ៊ីមរបស់យើងថានឹងឲ្យជំនាញថ្មីសប្បាយចិត្តវិញបណ្ដោយដូច្នេះដាក់អ៊ីមបានប្រាប់ថាដាមីត្រូវតែស្វែងរកជំនាញណាដែលស័ក្តិសមនឹងកាំងវូចំណែកកាំងវូយើងពិតជាសប្បាយចិត្តមែនតើបានប្រាប់ថាយកជំនាញណាខ្លាំងដឹងនៅចំណែកអ្នកផ្សេងទៀតកំពុងតែខំប្រឹងវឹកហាត់ទាំងអស់គ្នាតែម្ដងសូម្បីតែទេជោគរបស់យើងក៏ដូចនេះដែរត្រូវតែវឹកហាត់ជានឹងជំនាញទាត់ជើងក្រោមដាក់អ៊ីមរបស់យើងក៏បានសួរបន្តទៅថាដាមីតើខ្ញុំអាចធ្វើខ្លួនឯងការឡើងកម្រិតនឹងស្ថិរឬជំនាញបានទេវាបានទៅវិញថាអត់ទេគ្រាន់តែលើដូចនោះមានការប្របាក់ចិត្តជាខ្លាំងតើវាពិតជាអត់មានវិធីណាផ្សេងឲ្យខ្ញុំអាចការឡើងជាមួយនឹងកម្លាំងរបស់ខ្ញុំទេវាក៏បានប្រាប់ថាមានអ្នកគួរតែផ្លាស់ប្ដូរទៅជំនាញទី2
គ្រាន់តែលើជំនាញទី2ភ្លាមដែលអ៊ីមរបស់យើងពិតឆ្ងល់តើជាអ្វីគាត់ក៏បានប្រាប់ថា1គឺជាមេមានន័យថាគឺជាអ្នកគ្រប់គ្រងហើយតាមវិជានឹងដោះស្រាយបញ្ហា2ជំនាញជាអ្នកដឹកនាំអ្នកត្រូវតែនាំមុខគេហើយត្រូវតែប្រកួតប្រជែងជាមួយសត្រូវហើយនឹងធ្វើឲ្យអ្នកក៏មានការរីកចម្រើនចំពោះសមត្ថភាពរបស់អ្នកផងដែរណាមីបានប្រាប់ថាបើរើសជាមួយនឹងជំនាញអ្នកដឹកនាំត្រូវតែលុបបាច់ជាមួយនឹងជំនាញខ្ចីគ្រាន់តែលើដូច្នោះដែលអ៊ីមរបស់យើងមានការភ្ញាក់ផ្អើលហើយក៏បានគិតថានោះគឺជាជំនាញដែលខ្ញុំខ្ចីថាមពលវាគឺជាចំណុចមួយសំខាន់នៅពេលដែលខ្ញុំចាប់ផ្ដើមតើមានរឿងហេតុអ្វីបានជាត្រូវដូចជាមួយជំនាញនោះដែលអ៊ីមរបស់យើងកំពុងតែគិតស្រាប់តែក៏បានដឹងថាការពិតទៅគឺដោយសារតែជំនាញនេះទើបវាអាចរាំងស្ទះជាមួយនឹងការលូតលាស់ឬក៏ការរីកចម្រើនរបស់ខ្ញុំដែលអ៊ីមក៏បានសួរថាតើជាអ្នកដឹកនាំនឹងជាអ្នកមេតាមមួយណាគឺល្អជាងវាក៏បានតបវិញថាពីនឹងមែនទេវាគឺយោងទៅតាមស្ថានភាពរបស់អ្នកដែលអ៊ីមរបស់យើងក៏បានគិតបន្តទៅថាឥឡូវនេះខ្ញុំកាន់តែយល់ច្បាស់ពីរឿងនេះបាត់ទៅហើយដូចជានៅពេលដែលជួយយាយប្រឹងតែបញ្ចេញជួយមិនតែរបស់នាងមកប៉ុន្តែហាក់បីដូចជានៅពេលនោះមានរឿងអ្វីចម្លែកហាក់បីដូចជាមើលទៅនៅពេលនេះក្រុមភាគខាងត្បូងកំពុងតែចង់ធ្វើអ្វីគ្រោះថ្នាក់ដល់កញ្ញាជួយយាយហើយនៅពេលនេះដែលអ៊ីមរបស់យើងបានប្រាប់ថាខ្ញុំនឹងយកជាអ្នកដឹកនាំព្រោះថាដែលអ៊ីមរបស់យើងនឹងមិនចង់ចាញ់ជាមួយនឹងអាប៉ែចង់អ៊ូម្ដងទៀតទេត្រូវតែយកឈ្នះវាឲ្យបានដូច្នេះដែលអ៊ីមរបស់យើងក៏បានប្រកាសចោទថាខ្ញុំត្រូវតែជ្រើសរើសយកអ្នកដឹកនាំក៏បានចុចយកតែម្ដងទៅដូច្នេះហើយក៏បានលេចឡើងពេលនឹងប្រព័ន្ធជាច្រើនក៏បាននៅជុំវិញរាងកាយរបស់ដែលអ៊ីមរបស់យើងហើយក៏ប្រព័ន្ធ system ក៏បានប្រាំពីការផ្លាស់ប្ដូរដែលអ៊ីមរបស់យើងពីអ្នកគ្រប់គ្រងទៅកាន់អ្នកដឹកនាំវិញហើយឈ្មោះពីទីសកលប្រែទៅជាអ្នកក្រៅបង្គាប់វិញដូច្នេះហើយដែលអ៊ីនរបស់យើងអាចបង្កើនឡើងជួយធម្មពលរបស់គេកាន់តែល្អហើយដែលអ៊ីនរបស់យើងក៏អាចការឡើងសមត្ថភាពកាន់តែខ្លាំងហើយប្រព័ន្ធក៏បានប្រាប់បន្តទៀតថាបន្ទាប់ពីជំនាញខ្ចីត្រូវបានលុបចោលដូច្នេះជាមួយជំនាញបែងចែកការចងចាំត្រូវបានវិវត្តបានធ្វើឲ្យដែលអ៊ីនរបស់យើងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងប្រព័ន្ធបានប្រាប់ថានៅពេលដែលជំនាញការខ្ចីនឹងគឺត្រូវបានលុបចោលដូច្នេះជំនាញនេះនឹងត្រូវបានវិវត្តទៅជាជំនាញចែករំលែកដាច់ខាតអ្វីដែលពិសេសគឺជំនាញចែករំលែកការចងចាំគឺត្រូវបានបែងចែកជា3មួយគឺការចែករំលែកការចងចាំចំពោះការប្រយុទ្ធជាមួយនឹងអ្នកក្រៅបង្គាប់ជាមួយនឹងតួឯករបស់យើងទី2ចែករំលែកការលូតលាស់ឬក៏ហៅថាការរីកចម្រើនក៏បានប្រពេលដែលអ្នកក្រៅបង្គាប់តួឯករបស់យើងរីកចម្រើនច្បាស់ថាបន្ទុកចំនួនដែលត្រូវបានពួកគេទទួលបាននឹងចែករំលែកទៅកាន់តួឯករបស់យើងព្រោះថានឹងត្រូវបែងចែកឲ្យតួឯករបស់យើងនឹងមានឱកាសរីកលូតលាស់និងរីកចម្រើនកាន់តែខ្លាំងចំណែកទី3គឺការចែករំលែកជំនាញផ្នែកខ្លះនៃជំនាញរបស់អ្នកក្រៅបង្គាប់ជាមួយនឹងតួឯករបស់យើងដែលរបស់យើងពិតជាភ្ញាក់ផ្អើលមើលទៅវាកាន់តែអស្ចារ្យទៀតឥឡូវនេះណាមីបានសួរថាចង់ទទួលភារកិច្ចស្វែងរកបន្តទៀតដែរឬអត់ដែលរបស់យើងក៏បានយល់ព្រមប្រព័ន្ធក៏បានប្រាប់ថាត្រូវឲ្យដែលរបស់យើងធ្វើឲ្យខ្លួនឯងតែឈានទៅដល់ម្រេចហាតែក៏បានសួរថាតើខ្ញុំត្រូវតែបង្ហាត់យ៉ាងម៉េចគាត់ក៏បានប្រាប់ថាដោយសារតែស្ថិតតែរបស់អ្នកស្ថិតនៅរាងទាបអាហ្នឹងហៅថារាងកាយកម្រិតរាងកាយរបស់ខ្លួនទាបពេកដូច្នេះត្រូវតែបង្ហាត់ជានៅកម្រិតដំបូងចឹងហើយណាក៏ចំណាយពេលរយៈពេល150ថ្ងៃគ្រាន់លឺដូចនោះគៀងប្រយប៉ុន្តែខ្ញុំមានរយៈពេលតែ45ថ្ងៃហ្នឹងតើមានវិធីកាត់ផ្សេងឬអត់វាបានប្រាប់មានប៉ុន្តែវាពិតជាឈឺចាប់ព្រោះថាវាគឺកម្រិតខ្ពស់ដោយសារតែដែលរបស់យើងមិនចង់ឲ្យខ្ជះខ្ជាយពេលវេលារបស់ខ្លួនអូខេតាមហ្នឹងទៅដោយសារតែដែលរបស់យើងក៏បានយល់ព្រមហើយប៉ុន្តែមើលទៅបើខាពេលណាមីក៏ចាប់ផ្ដើមបុកតង្កាន់ដែលរបស់យើងមើលទៅបានធ្វើឲ្យដែលរបស់យើងពិតជាចុកចាប់ជាខ្លាំងអំពីរឿងនេះដាមីបានប្រាប់ថានេះគឺជាការតេស្តកម្រិតខ្ពស់គឺស្មើនឹង3ដងអ្នកអាចទ្រាំទ្របានអត់ដែលរបស់យើងមិនចោះចាញ់ចំពោះរឿងនោះទេព្រោះថាខ្លួនត្រូវតែធ្វើឲ្យកាន់តែខ្លាំងដូច្នេះជាមួយនឹងការឈឺចាប់នៅទីនេះមានអ្វីអស្ចារ្យព្រោះថានៅទីនេះវាក៏អាចស្ដារឡើងកម្លាំងនឹងរបួសផងដែរដូច្នេះពួកយើងត្រូវតែបន្តដូច្នេះហើយដាមីក៏បានបញ្ចេញជាមួយនឹងអ្នកធ្វើតែជាច្រើនរួមព័ន្ធទៅកាន់ដែលរបស់យើងដូច្នេះដែលរបស់យើងឈើគឺត្រៀមដើម្បីប្រយុទ្ធគឺក្នុងរយៈពេល35ថ្ងៃត្រូវតែឈានទៅដល់ស្ថិតិដល់150ចំណែកកញ្ញាណាយ៉ងកំពុងតែនិយាយទូរស័ព្ទជាមួយគ្នារបស់នាងថាអីដល់នេះកញ្ញាជូយាយគឺបានព្រមហើយដោយសារតែត្រូវការដើម្បីវះកាត់ម្ដាយរបស់នាងដូច្នេះអ្នកត្រៀមតែហៅភ្ញៀវ VIP មកនេះមកចំណែកដងគូរបស់យើងវិញកំពុងតែមើលអំពីកញ្ញាណាយ៉ងបានគិតថាមើលទៅផែនការរបស់នាងគឺម្នាក់ហ្នឹងហើយខ្ញុំត្រូវតែស្វែងរកវិធីជួយកញ្ញាជួយយាយឲ្យបានចំណែករឿងរបស់យើងបង្ហាញពីកន្លែងផ្ទះមួយគឺឃើញអំពីកញ្ញាជួយយាយរបស់យើងកំពុងតែនិយាយជាមួយណាប៉ែហ្នឹងហើយព្រោះថាលើនេះនាងគឺពិតជាត្រូវការប្រាក់ដោយសារអញ្ចឹងអ្នកគ្រាន់តែចោតលេខាទៅប៉ុន្តែខ្ញុំសូម5នាក់ហើយណាអ្នកត្រូវតែមើលវាដល់យកចិត្តទុកដាក់ព្រោះថាវារៀងរឹតបន្តិចហើយនាងក៏បានយកប្រងក៏មើលទៅនេះមានការឆ្ងល់ជាខ្លាំងតើអ្វីទៅគឺជាការសម្រេចចិត្តរបស់អ្នកវិនិយោគនាងហាក់បីដូចជាមិនដែរឃើញនឹងដែរយកអំពីរឿងនេះហើយប៉ែហ្នឹងក៏បានតបវិញថានេះដូចជាការខ្ញុំនិយាយអ្នកត្រូវតែប្រុងប្រយ័ត្នព្រោះថាក្រុមហ៊ុន
នរបស់ខ្ញុំទើបបង្កើតថ្មីចឹងហើយរឿងរ៉ាវបន្តឹងតិចតាមមួយត្រូវបានកញ្ញាណាយកបញ្ចូលទៀតក៏យកប្រហែលចោតអត់លេខាតែម្ដងទៅមើលទៅពីអ្នកនេះពិតជាសប្បាយចិត្តតែមុខវាធ្វើមុខឡើងដូចគ្នាតែម្ដងប្រពន្ធពីរអ្នកនេះវើយហើយអាប៉ែហ្នឹងក៏បានប្រាប់ថាបន្តមកពួកយើងគឺល្អណាស់ហើយតើអ្នកមានពេលថ្ងៃនេះពួកយើងចាំមកជួបគ្នានៅកន្លែងស្ថានភាពមួយដើម្បីជួបអ្នកវិនិយោគយើងដោយសារតែមិនអាចបកកាយចំពោះការហារបាប៉ែហ្នឹងបានហើយនាងក៏បានយកព្រមដូច្នេះអាប៉ែហ្នឹងក៏បានប្រាប់ថាអីទេបើសិនជាអ្នកគ្មានសម្លឹមពាក់ទៅជួបទេខ្ញុំបានរៀបចំរួចឲ្យចាំអ្នកយកទៅស្លៀកទៅចាំពេលយកចាក់ខ្ញុំនាំអ្នកទៅទីនោះពេលយើងមកដល់ពួកគេក៏បានមកដល់កន្លែងស្ថានភាពមួយហើយក៏បានឲ្យកញ្ញាអង្គុយលេងទៅសិនទៅណាហាក់បីដូចជាយ៉ាងណាក៏ដោយនាងផឹកស្រាឲ្យខ្ញុំឲ្យអូខេផឹកតាមានអីស្រាចឹងទៅនាងក៏បានផឹកតែម្ដងទៅប៉ុន្តែមានអារម្មណ៍ថារឿងចម្លែកបន្តិចនេះហើយពួកគេក៏បាននិយាយគ្នាលេងយីព្រោះហើយបានសួរថាមានរឿងអ្វីមែននាងបានប្រាប់ថាពាក្យក្អើអញ្ចឹងខ្ញុំមានអារម្មណ៍ហាក់បីដូចជាមិនទេនេះគាត់បានប្រាប់រឿងថាមិនអីទេជឿខ្ញុំទៅខ្ញុំប្រាប់ថាអីប៉ុន្តែយ៉ាងណាក៏ដោយកញ្ញាជួយយាយរបស់យើងបានប្រាប់ថាបើពាក្យអញ្ចឹងវាអាចថាប៉ះពាល់ចំពោះអ្នកវិនិយោគឯងប៉ុន្តែវាបីថាតើអ្នកគិតថាខ្ញុំធ្វើដូច្នេះគឺដើម្បីតែផលប្រយោជន៍របស់ខ្ញុំមែនទេតែអ្នកមិនជឿទុកចិត្តរបស់ខ្ញុំទេខ្ញុំប្រាប់ហើយថាមិនអីទេយ៉ាងណាក៏ដោយនាងក៏បានយល់ព្រមហើយក៏មិនហ៊ាននិយាយអ្វីច្រើននោះដែរហើយប៉ែហ្នឹងបានប្រាប់ថាឥឡូវនេះអ្នកវិនិយោគគឺបានខំមកហើយអ្នកនៅនេះសិនទៅចំណែកកញ្ញាជួយយាយរបស់យើងបានគិតថាមើលទៅក្រុមហ៊ុននេះហាក់បីជាខុសពីការរំពឹងទុករបស់ខ្ញុំប៉ុន្តែមិនអីទេស្រាប់តែនៅពេលនោះនាងមានអារម្មណ៍ថាឈឺក្បាលបន្ទាប់មកក៏បានសន្លប់បាត់ទៅហើយគឺដោយសារតែនៅក្នុងកែវស្រាហ្នឹងគឺវាមានជួយនឹងគេដាក់ថ្នាំសន្លប់អាប៉ែហ្នឹងបាននិយាយថាមើលទៅផែនការរបស់យើងទទួលបានជោគជ័យហើយប៉ុន្តែកុំភ្លេចហើមឬផងណាមកយកក្មេងស្រីហ្នឹងគឺដើម្បីទៅកាន់ឲ្យភ្ញៀវរបស់ពួកយើងណាចំណែកដងគូរបស់យើងកំពុងតែស្ដាប់សម្លេងពណ៌ដៃនឹងវានាំកញ្ញាយូជ័យរបស់យើងទៅបន្ទប់801កន្លែងបន្ទប់ VIP ដឹងថានៅនោះច្បាស់ថាវាយកទៅឲ្យបរមណាម្នាក់ហើយដូច្នេះខ្ញុំត្រូវតែជួយនាងឲ្យទាន់ស្រាប់តែកន្លែងថ្មីទៅក៏បានឃើញជាមួយនឹងកៅអៅអ្វីទេដូច្នេះក៏បានដឹងថាស្វែងរកវិធីអ្វីមួយគឺដើម្បីជួយកញ្ញាជួយយាយទាន់ហើយចំណែករឿងរបស់យើងបង្ហាញពីនៅក្នុងបន្ទប់801បង្ហាញពីប៉ែនេះពិតជាមានការសប្បាយចិត្តជាខ្លាំងនៅពេលថាដឹងថាឥឡូវនេះកញ្ញាជួយយាយរបស់យើងបានមកដល់ហើយវាក៏បានបន្តទៅថាប៉ែចុងអ៊ូនឹងបានប្រាប់ថាឥឡូវនេះតំណែងគឺបានដល់ហើយប្រាក់អ្នកអាចប្រកោឲ្យពួកយើងហើយអ្នកលេងចាស់សប្បាយវាបានប្រាប់ថាអីទេប្រកោជាមួយលុយ3ដុំបានប្រាប់ថាខ្ញុំចង់លេងជាមួយនឹងពេញមួយថ្ងៃដូច្នេះហើយរើសទៅហើយសូមចាក់ចេញពីទីនេះទុកពេលវេលាខ្លះខ្ញុំប៉ែចុងអ៊ូនឹងក៏បានយល់ព្រមផងដែរចំណែកដងគូរបស់យើងកំពុងតែនៅស្ដាប់ពួកគេនិយាយហើយរឿងរបស់យើងបង្ហាញពីប៉ែនឹងបានមើលទៅកញ្ញាជួយយាយរបស់យើងបានថាចំម៉ាយឲ្យមិនដឹងចាប់ផ្ដើមពីត្រង់ណាទេមកស្អាតមែនតែនហ្មងអូយហើយវាប្រងតែចាប់ផ្ដើមប្រតិបត្តិការណាស្រាប់តែមានសម្លេងគេគូទ្វារវាឆ្ងល់ខ្លាំងអាប់ណាគូទ្វារវិញការប៉ទៅម្នាក់នេះគឺដងគូរបស់យើងបានប្រាប់ថាមានសេវាកម្មដែលគេមានបញ្ជាបន្ទិញបញ្ជាទិញប៉ុន្តែវាតបថាឯងមានបញ្ជាទិញមកបណ្ណាច្រឡំឬហើយប៉ុន្តែយ៉ាងណាក៏ដោយដងគូរបស់យើងនៅតែចុចថាមែនណាគឺនៅតែមានគេជាបន្ទិញមែនដោយសារតែអានឹងខំពេកចំមកជាមួយតែបើកទ្វារត្រូវរបស់អញប៉ុន្តែមិនអីគាត់ទៅបើកទ្វារព្រាមដងគូរបស់យើងដាក់ឯម្ដាយតែម្ដងបន្ទាប់ពីវាយវាឡើងដីហើយក៏បាននាំយកកញ្ញាជួយយាយរបស់យើងចាចេញពីទីនេះហើយប៉ែកំម៉ាប់ហ្នឹងមានការឆ្ងល់ខ្លាំងចំប៉ែហ្នឹងពីណាគេវិញហើយវាក៏លីលើយើងហើយក៏បានខលទៅការប៉ែចុងអ៊ូបានប្រាំពីរឿងថាមានកំម៉ាប់មួយបានយកកញ្ញាជួយយាយបានចាក់ចេញទៅបាត់ហើយគ្រាន់តែលឺដូច្នោះវាមានការភ្ញាក់ផ្អើលខ្លាំងបន្ទាប់មកប្រាក់កូនចាស់វាថាទៅចាប់មួយនោះដែលយកកញ្ញាជួយយាយទៅលឿនដែរចំណែកប្រូម៉ាប់យើងគឺដងគូហ្នឹងកំពុងនាំកញ្ញាជួយយាយរបស់យើងចាក់ចេញពីទីនេះព្រោះថាដាក់របស់យើងជាប់វឹកហាត់តថ្ងៃស្អែកទៅត្រឡប់មកវិញនៅពេលដែលកញ្ញាជួយយាយភ្ញាក់ឡើងបានសួរថាអ្នកជាពីណាគេដងគូប្រាប់ថាខ្ញុំគឺជាអ្នកក្រមគាត់របស់ដាក់នាងមានការភ្ញាក់ផ្អើលហើយអ្វីបានដាក់បញ្ជូនអ្នកមើលនេះវាបានប្រាប់ថាគឺដោយសារតែអ្នកត្រូវបានគេឆិតបំពេញហើយនៅព្រោះថាបានចាញ់បោកគឺដោយសារតែកញ្ញាណាយ៉ងនាងមានការភ្ញាក់ផ្អើលតើនេះវាអាចទៅរួចដោយរបៀបណាវាគ្រាន់ជាការយល់ច្រឡំទេដងគូបានប្រាប់ថាចាំពេលមកដល់កន្លែងសម្រាប់មួយចាខ្ញុំបញ្ជូប៉ុន្តែគាត់បើកទ្វារត្រូវបានពណ៌ដៃនឹងគឺរោមចាំបាត់ទៅហើយដឹងថាអាចយកឈ្នះគេបានអត់ទេនេះដងគូរបស់យើងក៏បានដឹងថាដោយសារតែកញ្ញាជួយយាយរបស់យើងនេះត្រូវបានថ្នាំអញ្ចឹងហើយមិនអាចកម្រើរឿងកាយមួយរយៈដូច្នេះតួឲ្យខ្ញុំទៅទប់ទោជាមួយពួកគេហើយអ្នកត្រូវតែស្វែងរកឱកាសគឺដើម្បីចាក់ចេញពីទីនេះទៅប៉ុន្តែមិនអីដងគូរបស់យើងនឹងរត់ទៅហាក់បីជារត់ទៅគេទាត់តែម្ដងហើយក៏បានគិតចិត្តថាខ្ញុំមិនអាចទប់គេសំបីត្រឹមតែ1វិនាទីមើលទៅពិតជាខ្សោយមែនទែនសំខាន់នោះទៀតប៉ែហ្នឹងហើយជន់ក្បាលហើយក៏បាញ់ថាមើលទៅនេះពិតជារំខានដល់ពួកយើងមែនទែនតែពួកយើងត្រឡប់ទៅវិញដោយសារតែនៅទីនេះពិតជាមានមនុស្សច្រើនខ្លាំងណាស់ចំណែករឿងរបស់យើងបង្ហាញពីកន្លែងលាក់ខ្លួនរបស់វាបង្ហាញពីដងគូរបស់យើងក៏ត្រូវបានពណ៌ដៃប្រហែល4នាក់គឺសាប់យកវាយតាមម្ដងទោះបីជាកញ្ញាជួយយាយរបស់យើងខំហាមឃាត់ព
ពួកគេកុំឲ្យវាយយ៉ាងណាក៏ដោយប៉ុន្តែមើលទៅដងគូរបស់យើងឡើងទូសាច់ប៉ុន្តែស្រាប់តែលើសំឡេងមួយបាញ់និយាយថាឆ្កែឈប់យំទៅការពិតទៅគ្មានពេលណាឆ្ងាយនោះទេគឺជាកញ្ញាណាយ៉ងរបស់យើងនឹងហើយវាបានធ្វើឲ្យកញ្ញាជួយយាយរបស់យើងពិតជាមានការភ្ញាក់ផ្អើលជាខ្លាំងហើយអ្វីបានជាអ្នកធ្វើដូច្នេះដល់ខ្ញុំប៉ុន្តែសម្រាប់កញ្ញាណាយ៉ងបានប្រាប់ថាធ្វើដូច្នេះកុំនិយាយមួយខ្ញុំហើយកុំហៅឈ្មោះខ្ញុំទៀតអ្នករងទេអ្នកតែងតែលួចអាការរបស់ខ្ញុំហើយតែងតែដណ្ដើមឆក់យកអាការរបស់ខ្ញុំជានិច្ចផ្ទះមកកំភ្លៀងតែម្ដងជងអ៊ូបានប្រាប់ថាបានហើយឈប់ដេកសោយទៅវិញបានហើយឥឡូវនេះខ្ញុំត្រូវតែយកតំណែងនេះទៅកាន់ឲ្យភ្ញៀវ VIP ដល់ខ្លួនឯងបើមិនដូច្នោះទេវាពិតជាញ៉ៃខ្លាំងណាស់គឺដោយសារតែមើលទៅវាជាកូនចៅរបស់អាប៉ែដៃអ៊ីមមែនទេអូដោយសារតែអាប៉ែដៃអ៊ីមវាបានលេងខុសពាក្យសន្យាដូច្នេះវាយវាពិបាកខ្លួនវាទៅអាចហៅថាស្លាប់ពាក់កណ្ដាលបន្តមកវាយវាហើយបញ្ជូនវាទៅឲ្យអាប៉ែដៃអ៊ីមកូនចៅរបស់វាក៏បានយកព្រមប៉ុន្តែដងគូរបស់យើងបានត្រឹមតែសម្លឹងមើលគេយកកញ្ញាជួយយាយរបស់យើងចាក់ចេញព្រោះថាខ្លួនពិតជាមិនអាចការពារនាងបានទេអាប៉ែក្បាលតងោប្រឹងតែដៃក្វៃមួយវាទៅកាន់ដងគូរបស់យើងហើយប៉ុន្តែមានអីស្រាប់តែមានសម្រិតជើងមួយក៏បានរត់មកហើយក៏បានធាក់វាមកជើងតែម្ដងការពិតគឺគ្មានបណ្ណាឆ្ងាយនេះទេគឺជាតែជុករបស់យើងនឹងហើយមកជើងនោះអាប៉ែនឹងឡើងខ្ទាបប៉ើងសាហាវតែម្ដងពូគេពិតជាភ្ញាក់ផ្អើលចំអាមួយនឹងពីណាគេវៃការពិតទៅគឺជាគ្នារបស់ដៃអ៊ីមរបស់យើងគឺតែជុករបស់យើងបែរថាអើយធ្វើការហត់ពេកហើយវើយដងគូមើលទៅឲ្យធ្វើការខ្លាំងពេកហើយសម្រាប់សិនទៅទុកពួកគេឲ្យខ្ញុំវិញអើយដងគូបានសួរថាអើយអ្នកនរគ្នាមកវិញហើយមែនទេហើយពួកគេបានប្រាប់ថាមែនហើយដោយសារតែពួកយើងបកហាត់យ៉ាងខ្លាំងតែម្ដងហើយដងគូក៏បានសួរអំពីដៃអ៊ីមគេបានប្រាប់ថាដៃអ៊ីមមែនទេគេនៅតែជាប់បកហាត់ហើយការបកហាត់របស់គេគឺពិតជាខ្លាំងមែនតែខ្លាំងជាងយើងគឺ10ដងទៅទៀតចំណែករឿងរបស់យើងមកពីដៃអ៊ីមរបស់យើងហើយណាមីក៏បានអបអរសាទរចំពោះដៃអ៊ីមរបស់យើងផងដែរព្រោះថាគេបានបញ្ចប់ភារកិច្ចរបស់គេហើយដើម្បីធ្វើឲ្យស្ថិរតែរបស់គេឈានទៅដល់150ឥឡូវនេះវាលើសទៅដល់200ទៅទៀតមើលទៅដៃអ៊ីមរបស់យើងលើកនេះពិតជាខ្លាំងហើយការបកហាត់របស់គេគឺត្រូវបានបញ្ចប់នៅពេលនេះ